កម្ពុជាខ្ចីប្រាក់ពីធនាគារជិត$60,000 លានកាលពីឆ្នាំមុនចុះតើចំនួននេះជារឿងអាក្រក់ឬយ៉ាងណាត្រឹមដំណាច់ឆ្នាំ2024ប្រជាជនកម្ពុជាប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត$60,000 លានទន្ទឹមនឹងនេះទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ2024បានបង្ហាញថាប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបានកើនដល់$57,000 លានចំពោះបម្រែបម្រួលក្នុងឆ្នាំ2023និង2024ឥណទានមានកំណើនត្រឹមតែ 3% ប៉ុណ្ណោះខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់ 16.3%ចុះតើទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារនិងហិរញ្ញវត្ថុស្ថិតនៅក្នុងស្ថានបែបណាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញឲ្យដឹងថាបំណុលឬឥណទានមិនមែនសុទ្ធតែអាក្រក់នោះទេហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងគ្នាដូចជាការជួញដូររាយទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនការជួញដូរអចលនទ្រព្យការខ្ចីជាបុគ្គលសំណង់កសិកម្មរុក្ខាប្រមាញ់និងនេសាទការជួញដូរដុំកម្មន្តសាលសន្តាគារនិងភោជនីយដ្ឋាននិងផ្សេងដោយឡែកយើងឃើញថាបំណុលឬឥណទាននៅក្នុងរាជធានីភ្នំពេញកណ្ដាលនិងសៀមរាបមានកម្រិតខ្ពស់គឺអាចបណ្ដាលមកពីតំបន់ទាំងនេះជាបណ្ដុំនៃសកម្មភាពសេដ្ឋកិច្ចនិងមានចំនួនប្រជាជនច្រើន